ស្ដីបងប្អូនអរគ្នាបាទគ្នាណាគឺជួបគ្នាម្ដងទៀតហើយមកកាន់ channel មករារបស់គ្នាបាទថ្ងៃនេះគឺមកបង្រៀនបងប្អូនពីរបៀបចូលទៅ Telegram ពីរបៀបលុបមេរោគចេញពី Telegram បាទអូខេឥឡូវយើងចូលមក Telegram របស់គ្នាមកបាទបន្ទាប់មកយើងចូលមកដល់កន្លែងនេះគឺយើងចុចកន្លែង setting មកបាទខាងក្រោមនេះបន្ទាប់មកចូលមកដល់កន្លែងនេះគឺយើងជ្រើសរើសយកពីខាងក្រោមនេះdata and strong បាទ storage បាទ data and storage បាទបន្ទាប់មកយើងចុចលើនឹងមកអូខេចូលមកដល់កន្លែងនេះគឺយើងមើលពីខាងលើនេះបាទខាងលើនេះ strong usage យើងយកខាងលើនឹងមកតោះមកយើងមើលមេរោគគឺច្រើនមែនតើបាទតោះមកយើងចុច clear មកនឹងមកបាទគឺមេរោគនឹងមកបាទគឺមេរោគមានរហូតដល់ 132.3 BM បាទយើងចុចឡើងនឹងមកតោះមកយើងចុច clear ពណ៌ខំសអង់គ្លេសពណ៌ខំមកចុច clear មកគឺ clear ចោលហើយបាទហើយយើងថយមកវិញមកបន្ទាប់មកយើង clear ខាងក្រោមនេះទៀត data usage ម្ដងបាទអូខេបន្ទាប់មកចូលមកដល់កន្លែងនេះគឺយើងចុចកន្លែងនេះមកយើងចូលសារថ្មីមកបាទតោះមកយើងចុចកន្លែងនេះ reset start team នេះណាមកខាងក្រោមនេះបាទចុច reset មកបាទគឺយើងថយមកវិញតោះមកវារោមនៅខាងក្រោមគឺអស់ហើយឥឡូវយើងចុចទៅខាងលើវិញម្ដងទៀតតោះមកយើងចុច clear ខាងក្រោមនេះម្ដងទៀតមកបាទចុច clear ម្ដងទៀតមកអូខេតោះមកគឺ clear បានចេញអស់ហើយនេះទៅតែដដែលទេតែប៉ុណ្្នឹងអត់អីទេបាទថយមកវិញមកគឺប៉ុណ្្នឹងយើង clear ចោលបានហើយបាទមេរោគណាវានៅមានខ្លះយើងមិនអាចលុបចោលបានអស់ទេអញ្ចឹងសម្រាប់វីដេអូនេះណាគឺមានតែប៉ុណ្្នឹងបាទអរគុណច្រើន